សូមជូនរឿងទុំទាវភាគទី2ដែលជាភាគបញ្ចប់សូមប្រិយមិត្តជួយចុច Subscribe Channel YouTube ក៏ដូចជាចុចសញ្ញាកណ្ដឹងដើម្បីទទួលបានរឿងនិទានថ្មីៗស្ដាប់កម្សាន្តជាបន្តទៀតយាយផាន់ដែលជាម្ដាយទាវមានការខកចិត្តជាខ្លាំងក៏ត្រឡប់មកត្បូងឃ្មុំវិញលុះទៅដល់ផ្ទះយាយផាន់បានគិតថាយើងមិនឲ្យកូនទាវទៅធ្វើជាប្រពន្ធមនុស្សដែលគ្មានទ្រព្យសម្បត្តិនិងសក្តិយុនោះឡើយយើងនឹងទៅនិយាយរឿងរៀបការកូនទាវជាមួយនឹងម៉ឺនងួនម្ដងទៀតលុះគិតរួចហើយម្ដាយទាវក៏បានធ្វើដំណើរទៅផ្ទះលោកអជូននាងខ្ញុំសូមជម្រាបសួរលោកអុកញ៉ាអ្នកមិនគួរណានៅមានមុខមកជួបខ្ញុំទៀតទាល់តែសោះលោកអុកញ៉ាឲ្យនាងខ្ញុំសុំទោសនាងខ្ញុំបានជាជ្រុលខុសទៅហើយនាងខ្ញុំមិនចង់ធ្វើទេតែវាគឺជាបញ្ជារបស់អង្គព្រះមហាក្សត្រវាជាបញ្ជារបស់អង្គព្រះមហាក្សត្រមែនទេអ្នកដឹងហើយថាអ្នកនិងខ្ញុំនេះយើងទាំងពីរគឺជាដន្លងនឹងគ្នាជិតរកថ្ងៃផ្សំគុំឲ្យកូនទៅហើយហេតុអីកូនអ្នកមិនបដិសេធឲ្យខ្ញុំបដិសេធមែនទេអ្នកអើយអ្នកឲ្យខ្ញុំបដិសេធនឹងបញ្ជាអង្គព្រះមហាក្សត្រអ្នកដឹងទេបើសិនជាព្រះអង្គខ្ញាល់ព្រះអង្គអាចដាក់ទោសពួកយើងប្រហារជីវិតមកពួយកថាបានឥឡូវនេះខ្ញុំមិនចង់និយាយអីច្រើនទេអ្នកមកថ្ងៃនេះតើមានបំណងអ្វីខ្ញុំមានណាអ្នកខ្ញុំចង់ផ្សះផ្សាយើងទាំងពីរធ្វើជាដន្លងគ្នាម្ដងទៀតតើបានទេដន្លងនឹងគ្នាមែនទេអ្នកពិតជាប្រហើនពេកហើយក្រែងកូនអ្នកត្រូវព្រះរាជាផ្សំផ្គុំឲ្យរៀបការជាមួយនឹងតុំបាត់ទៅហើយហេតុដូចនេះហើយឲ្យខ្ញុំព្រមធ្វើជាដន្លងនឹងអ្នកមែនទេសុំអ្នកកំព្រួយខ្ញុំមិនឲ្យកូនទាវទៅរៀបការជាមួយនឹងអាកំពូចក្ររហាមនោះទេឲ្យតែអ្នកយល់ព្រមរឿងនេះទុកឲ្យខ្ញុំជាអ្នកចាត់ចែងកូនទាវតែខ្ញុំនិយាយថាម៉េចគឺកូនទាវតាមខ្ញុំទាំងអស់នំមិនអាចធំជាងនាងបានទេណាអ្នកបើអ្នកអះអាងដូចនេះហើយខ្ញុំយល់ព្រមទៅចុះចាអ្នកមិនអីទេខ្ញុំអរគុណអ្នកហើយដូច្នេះខ្ញុំសូមលាអ្នកទៅវិញហើយទៅចុះអ្នកយាយផាន់បានធ្វើពុតជាឈឺធ្ងន់ធ្ងរហើយក៏សរសេរសម្បត្តិថាកូនទាវសម្លាញ់ចិត្តម៉ែមានរឿងមួយចង់ប្រាប់កូនម៉ែឥឡូវនេះកំពុងតែឈឺធ្ងន់ធ្ងរណាស់កូនហេតុដូចនេះហើយកូនត្រូវតែវិលត្រឡប់មកផ្ទះយើងវិញមកមើលថែម៉ែណាកូនណាសម្បត្តិនោះក៏បានមកដល់ដៃនាងទាវឮថាអ្នកម្ដាយឈឺធ្ងន់ធ្ងរយ៉ាងនេះក៏មានការតក់ស្លុតជាខ្លាំងហើយក៏និយាយប្រាប់ប្តីថាបងទុំប្តីសម្លាញ់ចិត្តអូនអ្នកម៉ែអូនបានសរសេរសម្បត្តិមកអូនគាត់និយាយថាលោកឈឺធ្ងន់ធ្ងរណាស់លោកឲ្យអូនទៅមើលថែគាត់ក្នុងអំឡុងពេលដែលគាត់ឈឺនេះណាបងទុំដូច្នេះអូនសូមលាបងទៅមើលថែអ្នកម៉ែសិនចាំអ្នកម៉ែជីអូននឹងត្រឡប់វិលមកវិញថាម៉េចអ្នកម៉ែឈឺធ្ងន់មែនទេអូនមិនអីទេអូនទៅចុះចាំអ្នកម៉ែជីយើងនឹងមកជួបគ្នាវិញណាអូនអញ្ចឹងអូនសូមលាបងទៅសិនហើយណាប្តីសម្លាញ់បាទអូនទៅចុះហើយមើលថែខ្លួនឲ្យបានល្អផងណាអូនចាបងទុំលុះនាងទាវបានមកដល់ផ្ទះស្រាប់តែយាយផាន់ចេញមកទទួលទាំងទឹកមុខញញឹមញញែមហើយបាននិយាយថាកូនស្រីម៉ែកូនត្រឡប់មកដល់ផ្ទះហើយមែនទេចាអ្នកម៉ែក្រែងអ្នកម៉ែសរសេរសម្បត្តិទៅឲ្យកូនថាអ្នកម៉ែឈឺធ្ងន់ធ្ងរចុះហេតុអីបានជាអ្នកម៉ែមានទឹកមុខស្រស់ថ្លាបែបនេះមើលទៅសប្បាយចិត្តណាស់ហើយចុះផ្ទះយើងមានកម្មវិធីអីបានជាមនុស្សម្នាច្រើនម្ល៉េះណាម៉ែមិនបានជាអីទេណាកូនមើលទៅម៉ែគឺធម្មតាដូចគេដូចឯងហ្នឹងនាងណូចាស់លោកអ៊ំឆាប់យកកូនទាវទៅងូតទឹកសម្អាតកាយាហើយរៀបចំតុបតែងខ្លួនឲ្យបានស្អាតដើម្បីសំពះផ្ទឹមពេលនោះនាងទាវមានសេចក្តីតក់ស្លុតជាខ្លាំងហើយបាននិយាយថាសំពះផ្ទឹមតាមផ្ទឹមជាមួយនឹងអ្នកណាគឺកូនត្រូវតែរៀបការជាមួយនឹងម៉ឺនងួនអត់ទេកូនមិនរៀបការទេអ្នកម៉ែដឹងហើយ
ថាកូនមានតែបង្ទុំម្នាក់គត់ដែលជាស្វាមីដែលកូនស្រឡាញ់ហេតុអីអ្នកម៉ែនៅតែបង្ខំកូនទៀតឈប់និយាយអាកំពូចក្ររហាមឲ្យម៉ែលេចទៀតដឹងទេកូនមករៀបការទេម៉ែនៅម៉ែចង់ការម៉ែការខ្លួនឯងទៅក្នុងចិត្តកូនគឺមានតែបង្ទុំម្នាក់គត់ឈប់និយាយនាងណូឆាប់យកគុនទាវទៅរៀបចំខ្លួនភ្លាមហើយនៅចាំមើលកុំឲ្យដាច់ពីកសែភ្នែកឲ្យសោះលឺនៅមីខ្នោយល់លោកអ៊ំខ្ញុំយល់ហើយលោកអ៊ំនាងទាវមានការឈឺចាប់ជាខ្លាំងពេលដែលដឹងថាម្ដាយរបស់ខ្លួនបានកុហកបោកប្រាស់យ៉ាងនេះហើយក៏បានសរសេរសម្បត្តិមួយផ្ញើទៅឲ្យនាយទុំដើរជាប្តីមកទុំប្តីសម្លាញ់ចិត្តអូនបានមកដល់ផ្ទះហើយតែអ្វីដែលអូនឈឺចាប់បំផុតនោះគឺអ្នកម៉ែបានកុហកអូនថាឈឺធ្ងន់តែតាមពិតទៅគាត់បានឲ្យអូនចាក់ចេញពីបងហើយឲ្យទៅរៀបការជាមួយនឹងម៉ែធ្ងួនដែលជាកូនលោកអុកញ៉ាអរជូនទៅវិញប្តីសម្លាញ់ចិត្តអូនជាតិនេះបើសិនជាគ្មានបងទេអូនសុខចិត្តស្លាប់ប្រសើរជាជាងទុំកាលដែលបានអានសម្បត្តិនេះចប់ហើយក៏កើតទុក្ខជាខ្លាំងហើយបានទូលព្រះរាជាឲ្យទ្រង់ជ្រាបពីហេតុការណ៍ទាំងអស់លុះព្រះអង្គទ្រង់ជ្រាបសពគ្រប់ហើយទ្រង់បានខ្ញាល់ជាខ្លាំងនឹងអុកញ៉ាអរជូនព្រះអង្គបានចេញព្រះរាជសារមួយឲ្យនាយទុំយកមកត្បូងឃ្មុំដើម្បីបញ្ចប់ពិធីរៀបមង្គលការនាងទាវនិងម៉ឺនងួនពេលនោះទុំនិងពេជ្រក៏ថ្វាយបង្គំលាព្រះរាជាហើយក៏នាំគ្នាធ្វើដំណើរទៅដល់ត្បូងឃ្មុំគ្រាន់តែឮភ្លេងការពីចម្ងាយភ្លាមទុំមានចិត្តតក់ស្លុតហើយគិតតែយំស្រែកទាល់តែពេជ្រទឿនថាឲ្យទុំរៀបចំស្លៀកពាក់ហើយជូតក្បាលនឹងผ้าห่មសូត្រខ្មៅដែលព្រះអង្គប្រទានឲ្យរួចក៏សំដៅទៅផ្ទះការលុះទៅដល់ហើយឃើញអ្នកចាត់ចែងកម្មវិធីនាំគ្នាស្រវឹងដេកដួលអ្នកទាំងពីរក៏មានឱកាសបន្លំខ្លួនចូលទៅក្នុងកម្មវិធីនឹងគេដែរពួកគេបានឡើងទៅដល់លើផ្ទះហើយជម្រាបសួរចាស់ទុំនៅទីនោះរួចចូលរួមផឹកនឹងគេដែរទុំបានផឹកស្រាដើម្បីឲ្យកើតសេចក្តីក្លាហានហើយក៏ស្រែកច្រៀងឲ្យនាងទាវចេញមកលុះពេលទាវមកដល់ទុំក៏លើកនាងបីត្រកងដាក់លើភ្លៅអោបថើបបបោះអង្អែលរួចចោទប្រកាន់នាងថានាងទាវមិនមានចិត្តស្មោះត្រង់នឹងខ្លួននាងទាវបាននិយាយថាអត់ទេបងទុំអូនស្រឡាញ់តែបងម្នាក់គត់អូនមិនមែនជាមនុស្សស្រីដូចដែលបងចោទប្រកាន់អូននោះទេទុំបាននិយាយថាបើសិនជាអូនមានចិត្តស្មោះត្រង់នឹងបងមែននោះចូលអូនចាក់ស្រាលើបាតដៃឲ្យបងផឹកដើម្បីឲ្យបងអស់ចិត្តពេលនោះនាងទាវក៏បានចាក់ស្រាដាក់លើបាតដៃរួចក៏បញ្ចុកទុំដើរជាប្តីនាយទុំកាលដែលបានឃើញនាងទាវធ្វើបែបនេះក៏លែងមានចិត្តសង្ស័យទៅលើនាងទាវថានាងជាស្រីក្បត់ប្តីទៀតឡើយគ្រានោះយាយផាន់ទប់កំហឹងមិនបានក៏ហៅអរជូនឲ្យចាប់ទុំទៅសម្លាប់នាងទាវកាលដែលបានដឹងថាគេចាប់ប្តីយកទៅសម្លាប់នាងស្រែកអង្វរគេកុំឲ្យគេចងប្តីនឹងប្តៅតែសូមឲ្យគេចងនឹងឈ្នួតដែលស្ដេចប្រទានឲ្យវិញគេអស់ទុំយកទៅបាត់លុះដល់ពេលយប់ទើបនាងទាវដឹងថាទុំដែលជាប្តីត្រូវបានគេសម្លាប់បាត់ទៅហើយនាងទាវបានប្រើឲ្យនាងណូទៅយកកំបិតស្លាមកឲ្យនាងរួចបន់ស្រន់កុំឲ្យគេឃើញនាងពេលដែលនាងចុះចេញពីលើផ្ទះលុះនាងរត់ទៅដល់វាលមួយបានជួបនឹងក្មេងខ្វៀលគោនាងទាវបានដោះចិញ្ចៀនឲ្យក្មេងនោះដោយពឹងពាក់ឲ្យវាច្រៀងថាប្រាប់អ្នកកំពុងហូបចុកនៅក្នុងកម្មពិធីការថា
ទាវនិងណូបានស្លាប់ជាមួយទុំហើយបន្ទាប់មកនាងទាវបានរត់ទៅរកប្តីគ្រប់ទីកន្លែងលុះនាងដើរទៅមុខបន្តិចក៏បានឃើញទុំដែលជាប្តីត្រូវគេសម្លាប់នៅក្រោមដើមពោធិ៍ធំនៃភូមិជើងខាងនាងទាវកាលដែលបានឃើញប្តីស្លាប់បែបនេះក៏យំសោកបោកខ្លួនហើយលើកដៃផ្សងថាមកទុំប្តីសម្លាញ់ចិត្តអូនបើជាតិក្រោយមានមែនពិតអូនសូមឲ្យជួបបងគ្រប់ជាតិលុះផ្សងរួចហើយនាងក៏យកកំបិតចេញមកហើយក៏សម្លាប់ខ្លួនទៅតាមប្តីក្នុងគ្រានោះទៅចំណែកឯនាងណូដែលជាបាវដោយមានចិត្តអាណិតនិងស្រឡាញ់ទុំនិងទាវខ្លាំងក៏ទាញកំបិតចាក់សម្លាប់ខ្លួនទៅតាមទុំនិងទាវក្នុងគ្រានោះដែរចំណែកឯអ្នកមកចូលរួមមង្គលការកាលបើឮបែបនេះក៏ផ្អើលឆោឡោទៅរកនាងទាវនិងនាងណូរីឯអរជូនដឹងថាបាត់រូបនាងទាវក៏មានចិត្តខឹងជាខ្លាំងហើយក៏នាំគ្នារហូតទៅដល់ដើមពោធិ៍ធំជើងខាលហើយក៏ឃើញអ្នកទាំង3ស្លាប់នៅទីនោះពេលគេទាញយកសពទៅបញ្ចុះស្រាប់តែឃើញរាជសារស្ដេចជ្រុះចេញពីខ្លួនទុំអរជូនមានការផិតភ័យជាខ្លាំងហើយបែរជាទៅបន្ទោសនិងទម្លាក់កំហុសនេះទៅយាយផាន់តែម្នាក់ឯងចំណែកនាយពេជ្រកាលបើដឹងគេសម្លាប់ទុំហើយក៏នាំក្រុមរបស់ខ្លួនចុះទូកមកលង្វែកវិញហើយបានយករឿងរ៉ាវទាំងអស់ដែលកើតឡើងមកទូលព្រះរាជាឲ្យទ្រង់ជ្រាបព្រះរាជាព្រះអង្គកាលដែលបានជ្រាបដំណឹងនេះហើយទ្រង់មានព្រះទ័យខ្ញាល់ជាខ្លាំងហើយព្រះអង្គក៏យាងពីព្រះរាជវាំងមកកាន់ត្បូងឃ្មុំលុះព្រះអង្គយាងមកដល់ក៏បញ្ជាឲ្យរាជអាមាត្យចាប់ក្រុមគ្រួសារអរជូនព្រមទាំងយាយផាន់ដែលជាម្ដាយទាវយកទៅផ្ដន្ទាទោសប្រហារជីវិតដោយឲ្យយកទៅកប់ត្រឹមកហើយរស់នឹងរនាស់គោរស់ផ្ដាច់កហើយស្លាប់ទាំងអស់ក្នុងគ្រានោះទៅឯអ្នកចូលរួមដទៃទៀតក៏ត្រូវបញ្ជូនជាអ្នកងារមានន័យថាគឺជាប្រភេទមនុស្សធ្វើតាមការកម្រិតរាជបញ្ញត្តិឬជាជនដែលត្រូវទោសធ្លាក់ខ្លួនទៅរកមនុស្សថ្នាក់ទី4សូទ្រៈដែលស្លៀកពាក់ខ្មៅនិយាយរួមទៅគឺជាពពួកទាសករដែលគ្មានតម្លៃក្នុងសង្គមរឿងទុំទាវដែលប្រិយមិត្តយើងបានស្ដាប់កំសាន្តនៅពេលនេះសូមចប់តែត្រឹមនេះខ្ញុំបាទសូមខន្តីនិងអធ្យាស្រ័យរាល់កំហុសខុសឆ្គងទាំងឡាយណាដែលធ្វើការអត្ថាធិប្បាយទៅមានចំណុចខ្វះខាតឬក៏ខុសពាក្យពេចន៍ត្រង់ប្រការណាមួយសូមខន្តីនិងអធ្យាស្រ័យដល់រូបខ្ញុំបាទផងដើម្បីទទួលបានជាមួយនឹងរឿងនិទានថ្មីស្ដាប់កំសាន្តជាបន្តទៀតសូមប្រិយមិត្តជួយចុច Subscribe Channel YouTube ជូនខ្ញុំម្នាក់មួយផងសូមអរគុណ